សួស្តីបងប្អូនទាំងអស់គ្នាតើបងប្អូនណាខ្លះដែលអត់សូវដឹងខ្យល់ដូចខ្ញុំចានិយាយមែនតើអត់ដឹងខ្យល់ដង្ហើមចេញចូលនឹងមានសភាពបែបណាខ្លះទេតែឥឡូវហ្នឹងចាប់ផ្ដើមដឹងហើយក៏ចង់ចែករំលែកដល់បងប្អូនទាំងអស់គ្នាដែរអញ្ចឹងបងប្អូនទាំងអស់គ្នាយើងមកធ្វើលំហាត់ខ្យល់ដង្ហើមជាមួយគ្នាដើម្បីឲ្យកាយចិត្តរបស់យើងបានធូរស្រាលកាត់បន្ថយ stress មានអារម្មណ៍ផ្ដោតជាងមុនអញ្ចឹងបងប្អូនចាប់ផ្ដើមមករកកន្លែងអង្គុយទៅអង្គុយទីណាក៏បានដែរលើកៅអីលើកម្រាលឬក៏នៅលើពូកមុនរៀបគេងអីក៏បានដែរអញ្ចឹងយើងចាប់ផ្ដើមអង្គុយហើយយើងបន្ធូររាងកាយរបស់យើងដកដង្ហើមចូលឲ្យវែងតាមច្រមុះដកដង្ហើមចេញតាមច្រមុះដកដង្ហើមចូលពោះយើងប៉ោងដកដង្ហើមចេញពោះយើងផតដកដង្ហើមចូលតាមច្រមុះពោះប៉ោងដកដង្ហើមចេញតាមច្រមុះពោះផតចឹងយើងនៅបន្តនៅទីនេះណាមួយថ្ងៃអាចបាន3ទៅ5នាទីល្អមែនតើបងប្អូនទាំងអស់គ្នាហើយបងប្អូនទាំងអស់គ្នាអាចចែករំលែកទៅអ្នកដែលគាត់អត់សូវដឹងខ្យល់ដូចយើងដែរដើម្បីឲ្យគាត់បានវឹកហាត់ទៅបន្ថយ stress ចាអញ្ចឹងបន្តឲ្យបាន3ទៅ5នាទីបងប្អូនដកដង្ហើមចូលពោះប៉ោងដកដង្ហើមចេញពោះផតដកដង្ហើមចូលចេញដកដង្ហើមចូលពោះប៉ោងដកដង្ហើមចេញពោះផត